ប្រភេទអាហារងាយនឹងបង្កជំងឺមហារីកខណៈយុវជនខ្មែរចូលចិត្តញ៉ាំរាល់ថ្ងៃអាហារកំប៉ុងសារធាតុដែលបំផ្លាញសុខភាពដ៏ធំបំផុតនៅក្នុងអាហារកំប៉ុងដែលមានសារធាតុម្យ៉ាងហៅថា BPA សារធាតុគីមីដែលប្រើក្នុងកំប៉ុងនិងដបបានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនិងបង្កជាជំងឺមហារីកជាពិសេសគឺជំងឺមហារីកសូដន់សាច់កែច្នៃនេះប្រហែលជាអ្នកទាំងអស់គ្នាពិបាកក្នុងការលះបង់នំសាំងវិចហើយដែលមានសារជាតិឈ្ងុយឆ្ងាញ់ពីព្រោះថានៅក្នុងសាំងវិចមានដាក់សាច់កែច្នៃហើយសាច់កែច្នៃត្រូវបានបង្កើតឡើងដោយអំបិលនិងសារធាតុគីមីហួសប្រមាណដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់យើងការសិក្សាមួយរយៈពេលជាង13ឆ្នាំបានបង្ហាញថាមនុស្សម្នាក់ក្នុងចំណោម17នាក់បានស្លាប់ដោយសារបរិភោគសាច់កែច្នៃ160ក្រាមក្នុងនោះគឺហានិភ័យ 44% ដែលធ្វើឲ្យកើតជំងឺមហារីកពោតលីងក្នុងម៉ាស៊ីនមីក្រូវ៉េវជាទូទៅយើងតែងតែឃើញអាហារប្រភេទទាំងនេះនៅតាមរោងកុនមែនទេហើយអាហារប្រភេទនេះគឺពិតជាឆ្ងាញ់ណាស់ហើយប្រកាសជាវាងាយស្រួលក្នុងការដាក់ពោតលីងនៅក្នុងម៉ាស៊ីនមីក្រូវ៉េវនៅពេលដែលអ្នកចង់បានអាហារសម្រន់រហ័សនិងឆ្ងាញ់ប៉ុន្តែវាពិតជាមានហានិភ័យចំពោះខ្លួនអ្នកណាស់ដែលងាយនឹងបង្កជំងឺមហារីកថ្លើមនិងមហារីកលំពែងបន្ទះដំឡូងបារាំងពួកវាអាចមានតម្លៃសមរម្យងាយស្រួលញ៉ាំនិងឆ្ងាញ់ប៉ុន្តែអាហារសម្រន់ដែលគួរឲ្យខ្លាចទាំងនេះក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរអាហារដែលមានជាតិខ្លាញ់ទាំងនេះមិនត្រឹមតែបង្កឲ្យឡើងទម្ងន់នោះទេថែមទាំងបង្កឲ្យមានជំងឺផ្សេងទៀតផងដែរដូច្នេះសូមឲ្យឪពុកម្ដាយនិងយុវជនទាំងអស់គួរតែកាត់បន្ថយការញ៉ាំអាហារខាងក្រៅជាពិសេសគ្រឿងកញ្ចប់កំប៉ុងហើយសាច់អាំងជាដើមដែលសុទ្ធតែជារបស់ដែលគ្មានគុណភាពបើអ្នកចង់បានសុខភាពល្អគួរតែជៀសវាងអាហារទាំងអស់នេះឲ្យបាននៅពេលបច្ចុប្បន្នឪពុកម្ដាយតែងបណ្ដោយឲ្យកូនញ៉ាំអាហារជាច្រើនដែលគ្មានការពិនិត្យត្រឹមត្រូវងាយនឹងប៉ះពាល់ចំពោះសុខភាពណាស់ហើយជាពិសេសប្រភេទអាហារអាំងចៀននិងរបស់ផ្អាប់ដែលទាំងនេះសុទ្ធតែជាអាហារគ្មានគុណភាពត្រឹមត្រូវហើយអាហារប្រភេទអាំងនិងចៀនដែលរួមមានទាំងសាច់គោអាំងទាំងការចៀនសាច់ឆ្អិនខ្លាំងពេកឬខ្លោចដែលមានសារធាតុខ្លាញ់ច្រើនវាងាយនឹងមានផលប៉ះពាល់ដល់សុខភាពហើយងាយនឹងកើតមានជំងឺមហារីកទៀតផងអាហារដែលមានក្នុងកញ្ចប់ដូចជាមីគុយទាវជាដើមសុទ្ធតែមានដាក់នៅសារធាតុគីមីដើម្បីធ្វើឲ្យសរសៃមីឬគុយទាវមានភាពស្វិតនិងទុកបានយូរទាំងនេះសុទ្ធតែជាទីពេញនិយមសម្រាប់យុវវ័យចូលចិត្តញ៉ាំនិងពិសាប៉ុន្តែអាហារទាំងនេះងាយនឹងបង្កឲ្យកើតមានជំងឺមហារីកណាស់អាហារដែលល្អសម្រាប់សុខភាពសួតការដកដង្ហើមគឺចាំបាច់ណាស់ដើម្បីយើងអាចរស់នៅបានតាមរយៈការស្រូបយកអុកស៊ីហ្សែនគ្រប់គ្រាន់ចូលក្នុងរាងកាយដើម្បីដំណើរការមុខងារប្រក្រតីនៃសរីរាង្គផ្សេងហើយពិតណាស់នេះជាហេតុដ៏សំខាន់បំផុតមួយដែលយើងគួរព្យាយាមធ្វើយ៉ាងណារក្សាឲ្យបាននៅមុខងារសួតត្រឹមត្រូវល្អប្រសើរវិធីដ៏ងាយប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតមួយដើម្បីរក្សាសុខភាពសួតល្អប្រសើរគឺការជ្រើសរើសរបបអាហារបានត្រឹមត្រូវនិងហាត់ប្រាណជាប្រចាំតើអាហារបែបណាទៅដែលល្អសម្រាប់សុខភាពសួតកុំបារម្ភយើងនឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាសុខភាពសួត 1. រមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើមការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតផងដែរ 2. សណ្តែកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសួតមិនឲ្យទទួលរងឥទ្ធិពលពីសំណាក់រ៉ាឌីកាល់សេរី 3. គ្រាប់ធញ្ញជាតិមានផ្ទុកជាតិម៉ាញ៉េស្យូមនិងអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលប្រើសម្រាប់សុខភាពសួតការទទួលទានគ្រាប់ធញ្ញជាតិមួយក្តាប់ដៃពេញអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺហឺតព្រមទាំងបញ្ហាផ្លូវដង្ហើមជាច្រើនផ្សេងទៀត 4. សាច់មាន់ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលជួយពង្រឹងសុខភាពសួតម្យ៉ាងវិញទៀតរាងកាយនឹងងាយស្រូបយកនៅវីតាមីន A ដែលមានប្រភពចេញពីសត្វ 5. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងសារធាតុក្លរូហ្វីលដែលជួយបន្សាបជាតិពុលនិងទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសួតគួរឲ្យកត់សម្គាល់6ផ្លែប៉ោមជាផ្លែឈើមួយដ៏ប្រសើរដែលអាចជួយឲ្យសួតមានសុខភាពល្អហើយទប់ស្កាត់ហានិភ័យនៃបញ្ហាផ្សេងៗ7ត្រីសម្បូរខ្លាញ់អាស៊ីតខ្លាញ់អូមេហ្គា3មិនត្រឹមតែជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងប៉ុណ្ណោះទេប៉ុន្តែក៏ល្អសម្រាប់ពង្រឹងសុខភាពសួតផងដែរដូច្នេះកុំភ្លេចបន្ថែមត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក